សាលារៀនមួយដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជា112ឆ្នាំមកហើយលើនេះវាមិនត្រឹមតែជាសាលារៀននោះទេវាបានធ្វើការវិវត្តខ្លួនคล้ายទៅជាសាកលវិទ្យាល័យហើយនៅក្នុងឆ្នាំ2026នេះថ្ងៃនេះខ្ញុំចង់និយាយអំពីរឿងមួយដែលគួរឲ្យចាប់អារម្មណ៍មែនទែនជាពិសេសសម្រាប់សិស្សថ្នាក់ទី12ហើយនៅឪពុកម្ដាយដែលកំពុងតែជួយកូនរើសជំនាញសាលាទួនហ្វាគឺជាគ្រឹះស្ថានអប់រំភាសាចិនមួយដែលប្រជាជនកម្ពុជាភាគច្រើនគឺធ្លាប់ស្គាល់សាលាត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ1914ដែលមានន័យថាសាលាបានកសាងធនធានមនុស្សនៅក្នុងប្រទេសយើងជាង1សតវត្សរ៍រួចមកហើយឥឡូវនេះសាលាបានធ្វើការឈានទៅដល់ដំណាក់កាលថ្មីមួយដែលអាចប្រែក្លាយទៅជាសាកលវិទ្យាល័យទួនហ្វាក្រោមការបដិបត្តិរបស់សមាគមនិកាយចិនទាជីវនៅកម្ពុជានេះគឺជាក្តីសម័យរបស់ស្ថាបនិកដែលគាត់ចង់ឃើញសាលាមួយនេះប្រែក្លាយទៅជាសាកលវិទ្យាល័យពិតប្រាកដដើម្បីបន្តអភិវឌ្ឍធនធានមនុស្សនៅក្នុងសង្គមកម្ពុជាមុនពេលបើកបវេសនកាលថ្មីសាកលវិទ្យាល័យទួនហ្វាបានធ្វើការចូលអនុវត្តកម្មវិធីតម្រង់ទិសសម្រាប់សិស្សថ្នាក់ទី12នៅវិទ្យាល័យចំនួន16ក្នុងរាជធានីភ្នំពេញហើយនិងខេត្តជុំវិញមួយចំនួនដែលមានសិស្សជាង10000នាក់ចូលរួមផងដែរនៅក្នុងកម្មវិធីហ្នឹងសិស្សនឹងបានស្វែងយល់អំពីការស្គាល់សមត្ថភាពផ្ទាល់ខ្លួនតម្រូវការទីផ្សារការងារសប្តាហ៍ថ្ងៃហើយនិងនាពេលអនាគតព័ត៌មានអំពីអាហារូបករណ៍ហើយនិងលក្ខខណ្ឌចូលរៀនហើយអ្វីដែលសំខាន់បំផុតគឺទទួលបានជាមួយនឹងទំនុកចិត្តក្នុងការសម្រេចចិត្តដោយខ្លួនឯងឥឡូវនេះមកដល់ផ្នែកមួយទៀតដែលខ្ញុំចង់ធ្វើការប្រាប់ទៅកាន់បងប្អូនអ្នកគ្នាសាកលវិទ្យាល័យទួនហ្វានឹងធ្វើការបើកចំនួនទី1នៅក្នុងឆ្នាំ2026នេះហើយដំបូងគឺគេមាន3មហាវិទ្យាល័យហើយនិង11ជំនាញដែលគេនឹងគ្របដណ្ដប់ទៅលើភាសាបរទេសគ្រប់គ្រងពាណិជ្ជកម្មទេសចរណ៍វិស្វកម្មហើយនិងស្ថាបត្យកម្មប៉ុន្តែផ្នែកដែលធ្វើឲ្យសាកលវិទ្យាល័យមួយនេះខុសពីគេគឺនិស្សិតគ្រប់ជំនាញទាំងអស់នឹងធ្វើការសិក្សាភាសាចិនរយៈពេល4ឆ្នាំព្រោះសប្តាហ៍ថ្ងៃភាសាចិនលែងជាជម្រើសបន្ថែមទៀតហើយវាคล้ายទៅជាគុណសម្បត្តិពិតប្រាកដនៅក្នុងទីផ្សារការងារជាពិសេសនៅពេលដែលវិនិយោគចិននៅក្នុងប្រទេសកម្ពុជាកំពុងតែកើនឡើងគ្រប់វិស័យតែម្ដងហើយលើពីនេះទៀតគេនឹងធ្វើការផ្ដល់ជូនអាហារូបករណ៍ជាង100កន្លែងជូនទៅដល់សិស្សចំនួនដំបូងផងដែរហើយសម្រាប់បវេសនកម្មផ្លូវការនឹងចាប់ផ្ដើមនៅក្នុងថ្ងៃទី1ខែតុលាឆ្នាំ2026នេះហើយបើសិនជាបងប្អូនដែលគាត់ចប់បាក់ឌុបទៅកំពុងតែគិតថាគួររៀនជំនាញអ្វីនេះគឺជាឱកាសមួយដែលបងប្អូនគួរតែពិចារណាបងប្អូនអាចធ្វើការស្វែងយល់បន្ថែមបានជាពិសេសសម្រាប់បងប្អូនដែលគាត់មានចំណាប់អារម្មណ៍ទៅលើភាសាចិនឬក៏បងប្អូនដែលគាត់ចង់ធ្វើការក្នុងបរិបទពាណិជ្ជកម្មកម្ពុជាចិនផងដែរហើយបើសិនជាបងប្អូនមានចម្ងល់ឬក៏ចង់ដឹងព័ត៌មានបន្ថែមទៀតអាចធ្វើការចូលទៅកាន់ Facebook Page ផ្លូវការរបស់គាត់បានចំពោះវីដេអូគឺយើងមានប៉ុណ្ណឹងអរគុណដែលយើងជួបគ្នានៅក្នុងវីដេអូក្រោយៗទៀត